អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថាអាមេរិកមិនទាន់បញ្ជាក់ពីការចូលរួមរបស់ត្រាំក្នុងពិធីចុះហត្ថលេខាសន្តិភាពព្រំដែនកម្ពុជាថៃនៅឡើយទេអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃបានអះអាងកាលពីថ្ងៃសុក្រទី17តុលាថាសហរដ្ឋអាមេរិកមិនទាន់បានបញ្ជាក់ពីការចូលរួមរបស់លោកប្រធានាធិបតីដូណាល់ត្រាំក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃនៅឡើយទេគណៈអ្នកនាំពាក្យរូបនេះនៅតែបញ្ជាក់ពីការទាមទារខុសទំនងរបស់ថៃដដែលថាកម្ពុជាត្រូវតែបំពេញលក្ខខណ្ឌទាំង4ចំណុចរបស់ប្រទេសថៃអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃលោកសរិពងศ์អង្គសកលគីបាននិយាយថាឧបនាយករដ្ឋមន្ត្រីបរិវ័នសាក់អវ៉ាណូបានដឹកនាំកិច្ចប្រជុំអន្តរការលើកដំបូងដើម្បីពិភាក្សាអំពីការបញ្ចប់ MOU 43និង44ដែលប្រទេសថៃបានចុះហត្ថលេខាជាមួយកម្ពុជាដើម្បីដោះស្រាយបញ្ហាព្រំដែនកិច្ចប្រជុំនេះរួមមានមេទ័ពកម្ពុជាតំណាងឲ្យក្រសួងការបរទេសនិងរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងសង្គម Digital ខណៈអ្នកចូលរួមបានពិភាក្សាអំពីគុណសម្បត្តិនិងគុណវិបត្តិនៃការរក្សាឬលុបចោលកិច្ចព្រមព្រៀងដោយមានការសន្និដ្ឋានរំពឹងទុកក្នុងរយៈពេលពី1ទៅ2ខែនៅពេលដែលសួរថាតើស្ថានភាពព្រំដែនជាមួយកម្ពុជាត្រូវបានគេវាយតម្លៃឬអត់លោកសរិពងศ์លើកឡើងថាមិនមានការព្រួយបារម្ភអំពីសន្តិសុខត្រូវបានលើកឡើងទេអ្នកនាំពាក្យរូបនេះក៏បានថ្លែងទៅកាន់របាយការណ៍រាជរដ្ឋាភិបាលថៃមិនទាន់បានទទួលការបញ្ជាក់ពីរដ្ឋធានីវ៉ាស៊ីនតោននោះទេទោះបីក្រសួងការបរទេសបានធ្វើការសាកសួរក៏ដោយនាយករដ្ឋមន្ត្រីថៃលោកអនុទានឆានវីរគុលគ្រងនឹងចូលរួមកិច្ចប្រជុំកម្ពុជាអាស៊ានចាប់ពីថ្ងៃទី25ដល់ទី28ខែតុលាបន្ទាប់មកនឹងចូលរួមកិច្ចប្រជុំកម្ពុជា APEC នៅប្រទេសកូរ៉េខាងត្បូងនាថ្ងៃទី29ខែតុលាប៉ុន្តែវានៅតែមិនទាន់ច្បាស់ថាតើកិច្ចប្រជុំដាច់ដោយឡែកជាមួយសហរដ្ឋអាមេរិកនឹងត្រូវបានរៀបចំឡើងឬអត់នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃគូជំរាបថាភាគីថៃទទូចម្ដងហើយម្ដងទៀតលើលក្ខខណ្ឌរបស់ខ្លួនឲ្យកម្ពុជាត្រូវគោរពតាមជាមុនពេលចូលការចរចាផ្លូវការអាចដំណើរការបានលក្ខខណ្ឌទាំង4ដែលថៃកំណត់សម្រាប់កម្ពុជាមានដូចជាការដកអាវុធធុនធ្ងន់ចេញពីព្រំដែនការបោះសម្អាតមីនរួមគ្នាការបង្ក្រាបបណ្ដាញឆបោកឆ្លងដែននិងការគ្រប់គ្រងរួមគ្នានៃតំបន់ព្រំដែនដែលមានបញ្ហា